ធ្វើដំណើរទៅមើលជាមួយនឹងការដាក់ត្រីបាទគឺយើងដាក់សាយនៅកន្លែងទឹកហូរអញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងធ្វើដំណើរទៅទាំងអស់គ្នាបាទដល់នេះគឺទឹកចាប់ផ្ដើមលិចបាទដកតិចហើយបាទឲ្យតែភ្លៀងច្រើនអញ្ចឹងទៅផ្លូវវាអាចរៀងខូចច្រើនបាទយើងតិចទៀតហ្នឹងយើងទៅដល់កន្លែងដែលយើងត្រូវដាក់សាយឲ្យពុកម៉ែបងប្អូនបាទអញ្ចឹងមកដល់ទាំងនេះឃើញភាគតិចហើយបាទអញ្ចឹងចាំជួបជាមួយនឹងសកម្មភាពសរុបនៅក្នុងការបោះចាយរបស់ខ្ញុំតែម្ដងទៅអូខេរីករាយដូចទៅបងប្អូនបាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងមកមើលកន្លែងសំណាញ់ដាក់ត្រីទាំងអស់គ្នាបាទព្រោះថាបាក់មិញត្រូវភ្លៀងធំមកមេអញ្ចឹងណាបងប្អូនបាទអញ្ចឹងភ្លៀងធំនេះត្រីចុះបានទិញទួចដែរmàវាអត់ចុះច្រើននេះខាងក្រោយខ្ញុំបងប្អូនទឹកហូរខ្លាំងហើយយើងដាក់សំណាញ់នៅនេះពី3កន្លែងមកតែអួយទឹកទៅនេះច្រើនបើថ្ងៃអញ្ចឹងសំតែមានត្រីចុះមកហើយនេះសំណាញ់របស់យើងនេះឥឡូវយើងទៅមើលទាំងអស់គ្នាបាទអញ្ចឹងគឺយើងឥឡូវនេះគឺយើងមកដល់នៅកន្លែងដែលយើងដាក់ហើយបាទអញ្ចឹងអានេះកន្លែងទី1មកកន្លែងទី1ហ្នឹងកន្លែងវះទឹកហូរធំបងប្អូនទាំងអស់គ្នាបាទអញ្ចឹងកន្លែងវះទឹកហូរធំនេះគឺវាហូរល្អហើយបាទសម្រាប់ទឹកប៉ុន្តែម៉ូតូគេជិះទៅវិញទៅមកបាទអញ្ចឹងហើយវាបាក់ដីបាក់អីហុងគ្រាប់គ្រូហ្នឹងគឺទៅបាទចូលក្នុងសំណាញ់ទាំងអស់ហើយសំណាញ់របស់យើងហ្នឹងសំណាញ់ចាស់ហើយលឿនលហើយទៀតណាអញ្ចឹងបាទព្រោះការដាក់សាមុនហ្នឹងពេលទឹកឡើងសាមុនពេលយើងដាក់ទៅហ្នឹងគឺមានបាទក្មេងៗគាត់មកហែកគាត់លុកយកត្រីយកអីអញ្ចឹងណាបាទក្នុងនេះបាទត្រីវាចូល2 3ដែរបាទត្រីច្វាជាមួយនឹងត្រីខំសែបាទហើយវាអត់សូវបានច្រើនទេបងប្អូនអរគ្នាព្រោះដោយសារតែគេជិះម៉ូតូទៅវិញទៅមកបាទតិចទៀតពុកម៉ែបងប្អូនអរគ្នាបាទក៏លេចមើលទៅនៅជុំវិញនេះមើលទៅតំណងគួរតែមានត្រីបាទក៏ប៉ុន្តែអត់ទេពេលយើងទៅដល់អញ្ចឹងទៅគឺអត់មានបាទសោកស្ដាយបងប្អូនអរគ្នាបាទហើយដាក់ទៅគឺគេជិះម៉ូតូជិះអីទៅវិញទៅមកអញ្ចឹងទៅវាខប់គ្រូហ្នឹងវាចូលឡើងណែនវិញស្នាញ់របស់យើងបាទអញ្ចឹងគឺធ្វើឲ្យបាទលហើយស្នាញ់លហើយអីអស់ហើយបាទយើងទៅមើលមកកន្លែងទៀតហ្នឹងគឺវារៀងចូលតិចតួចដែរប៉ុន្តែថងនេះគឺខ្ញុំដើរមកហ្នឹងគឺឃើញត្រីធំវាហែឡើងតាមទឹកហ្នឹងបាទត្រីបាទជាបានមេដៃធ្វើជាងមេដៃដែរប្រហែលជាត្រីក្រាញអញ្ចឹងណាបងប្អូនអរគ្នាបាទគឺទឹកហូរខ្លាំងមែនតើហូរលេចផ្លូវបាទហើយកន្លែងនេះគឺយើងដាក់មួយទៀតនេះបងប្អូនបាទតោះនេះគឺយើងដើរចូលទៅមើលទៅវារៀងមានត្រីចុះគ្រាន់បានដែរព្រោះដោយសារតែបាទមេឃបើកថ្ងៃអញ្ចឹងទៅត្រីបាទត្រីអីហ្នឹងវារៀងចុះរៀងអីអញ្ចឹងណាបាទហើយនៅក្នុងនេះមើលសនេះស្មានតែពស់បាទតាមពិតខ្សែទេមើលច្រឡំរៀងភ័យដែរអញ្ចឹងណាខ្លាចពស់ខ្លាចអីដល់ពេលមើលទៅនេះបងប្អូននេះត្រីអីវាចាប់ផ្ដើមចូលហើយបងនេះបាទអញ្ចឹងគឺចាប់ផ្ដើមចូលហើយពេលខ្ញុំរៀបចាញ់ឥឡូវយើងមកស្ដាប់ចូលទឹកហូរទៅបាទទៅស្ដាប់ទៅព្រោះហើយបងប្អូនអរគ្នាណាហើយមើលទៅទេសភាពក៏ស្អាតដែរហើយតោះនេះខ្ញុំបាទចេះដើរទីធៀបមើលទៅបាទដើរទៅចង់ថាទៅមើលខាងមុខមានត្រីមានអីអត់អញ្ចឹងណាព្រោះឃើញវានេះកន្លែងទឹកតំណឹងវាស្អាតតែកន្លែងទឹកហូរមិញខ្ញុំថតហើយខ្ញុំកាត់ឲ្យពុកម៉ែបងប្អូនអរគ្នាមើលហ្នឹងបាទទីទៀតខ្ញុំថាដើរចុះទៅខាងកន្លែងខំដើមទឹកខំហ្នឹងបាទថាចង់មើលនៅហ្នឹងមានត្រីមានអីអត់ប៉ុន្តែពុកម៉ែបងប្អូនអរគ្នាហើយអត់នឹកស្មានទេបាទនៅតាមស្មៅដែលទឹកលិចហ្នឹងណាគឺថាគឺសម្បូរជាមួយនឹងសត្វអសេរពឹសច្រើនណាពុកម៉ែបងប្អូនបាទអញ្ចឹងហើយបាទអ្នកដែលដើរយប់អីឬក៏ពេលខែទឹកឡើងបាទបងប្អូនមានទឹកលិចទឹកអីចូលទៅអញ្ចឹងមកប្រយ័ត្នប្រយែងមែនតើបាទព្រោះយើងភ្លេចខ្លួនយើងអាចបានមើលបាទជួនកាលសត្វទាំងអស់ហ្នឹងវាតិចវាអីអញ្ចឹងនេះបាទពុកម៉ែបងប្អូនអរគ្នាហើយបាទគឺថាសត្វកូនមករះមកឈរណាឃើញហើយបាទនឹងភើសវល់ស៊ីវខ្លាំងមែនតើខ្ញុំឡើងឲ្យញើតជើងបាទហើយវាមកទឹកលិចអញ្ចឹងទៅវាឡើងមកកន្លែងគោកហ្នឹងបាទវាឆ្លក់ទឹកដែរអូយគូខ្លាចហើយបងប្អូនអើយបាទអញ្ចឹងប្រយ័ត្នប្រយែងទាំងអស់គ្នាទៅបាទខ្ញុំដើរខ្ញុំភ័យដែរខ្ញុំកលែងទៅចេះទាញទូរស័ព្ទមកថតមកឃើញអញ្ចឹងណាបាទយើងក៏ដើរបកទៅវិញទៅព្រោះព្រឺពេកបាទដើរមកកន្លែងនេះបាទកន្លែងស្នាញ់មកយើងវិញបាទហើយថាំងអត់ចង់អស់ចិត្តទេណាចង់លើកមើលលើកអីមិនសារទៀតណាប៉ុន្តែខ្ជិលណាព្រោះដោយសារតែបាទថៃវាចូលតិចដែរបាទយើងចេះដើរកលឹងមើលអញ្ចឹងណាបាទហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងបងប្អូនបាទជួបគ្នានៅវីដេអូក្រោយអរគុណសម្រាប់ការទស្សនាវីដេអូនេះបាយបាយ